សូមជូនប្រវត្តិល្អាងល្ខោនឬល្អាងក្បាលខ្មោចនៅភ្នំសំពៅខេត្តបាត់ដំបងល្អាងក្បាលខ្មោចដែលមានដាក់តាំងលាលាក្បាលក្នុងទូកញ្ចក់មួយគឺជាធាតុរបស់ជនរងគ្រោះដែលត្រូវបានពួកឃាតករខ្មែរក្រហមនាំយកមកសម្លាប់នៅទីនេះតាមប្រវត្តិនិទានតគ្នាបានឲ្យដឹងថាដើមឡើយល្អាងនេះមានឈ្មោះថាល្អាងល្ខោនជាទីកន្លែងសម្រាប់ក្រុមល្ខោនរបស់ព្រះបាទរាជកុលស្នាក់នៅអំឡុងពេលចូលមកដណ្ដឹងប្រនាងរំសាយសក់ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតបានប្រែក្លាយល្អាងនេះទៅជាល្អាងឃាតកម្មមួយដ៏សែនខ្លោចផ្សាគួរឲ្យអាណិតអាធមបំផុតមនុស្សរាប់ពាន់នាក់ត្រូវបានពួកបនអាវខ្មៅប៉ុលពតចាប់វាយសម្លាប់ពីខាងលើមាត់ល្អាងរួចទម្លាក់ចុះល្អាងល្ខោនបានប្រែក្លាយទៅជាល្អាងក្បាលខ្មោចដែលពោពេញទៅដោយសាកសពជនរងគ្រោះនិងឈាមហូរប្រឡាក់ដាបពាសពេញក្នុងល្អាងក្រោយឆ្លងកាត់នៅរបបប្រល័យពូជសាសន៍ប្រភពអត្ថបទដោយ